សូមជម្រាបសួរវីដេអូនេះបង្ហាញអ្នកពីវិធីបង្កើតសំណួរពហុជ្រើសរើសក្នុង Google Forms ដោយការបំលែងទិន្នន័យពី Google Sheets វិធីនេះមានប្រសិទ្ធភាពខ្ពស់ដែលអាចបង្កើតសំណួរពហុជ្រើសរើសក្នុងចំនួនជាច្រើនដោយប្រើរយៈពេលខ្លីនិងមានភាពត្រឹមត្រូវខ្ពស់មុនដំបូងអ្នកត្រូវរៀបចំ Google Sheets ដោយចំណុចទាំងនេះបដូរឈ្មោះ tab ទៅជា Sheet 1បញ្ចូលសំណួរទាំងអស់ក្នុងជួរឈរ A បញ្ចូលចម្លើយត្រឹមត្រូវក្នុងជួរឈរ B និងបញ្ចូលសំណួរខុសផ្សេងទៀតក្នុងជួរឈរ C D E ជាបន្តបន្ទាប់មកអ្នកត្រូវបង្កើតកូដដោយចូលទៅ website មួយនេះរួចបញ្ចូលព័ត៌មានដូចជាចំណងជើង form ការពិពណ៌នាអំពី form ចុច tick ព័ត៌មានដែលអ្នកចង់ឲ្យអ្នកឆ្លើយសំណួរបញ្ចូលបន្ទុកក្នុងមួយសំណួរចំនួនជម្រើសចម្លើយកំណត់ឲ្យឆ្លើយជាចាំបាច់ផ្លាស់ប្ដូរលំដាប់សំណួរសារបញ្ជាក់ការឆ្លើយរួចរាល់ចុងក្រោយអ្នកត្រូវចុច copy code ដើម្បីចម្លងកូដជំហានទី3អ្នកត្រូវយកកូដនេះទៅដាក់ចូល app script របស់ Google Sheets ដោយអ្នកត្រូវចូលមក Google Sheets រួចចុច extension បន្ទាប់មកចុច app script ផ្ទាំង app script នឹងបង្ហាញសូមលុបកូដចាស់ដែលមានចោលឲ្យអស់បន្ទាប់មក passcode ដែលអ្នកបាន copy ចុងក្រោយអ្នកត្រូវចុច save និងចុច run ដើម្បីអនុញ្ញាតឲ្យកូដដំណើរការសូមចុច review permissions ចុចពាក្យ advanced បន្ទាប់មកចុចពាក្យ go to untitled project ចុច select all បន្ទាប់មកចុចពាក្យ continue រយៈពេលរងចាំអាស្រ័យទៅតាមចំនួនសំណួរក្រោយពីកូដ run ចប់អ្នកនឹងទទួលបាន link Google Form ដោយជោគជ័យសូមអរគុណជូនពរសំណាងល្អ